Hello guys, ngày nay cái dương mò riêng chocolate chip muffin. Chocolate chip muffin គឺជានំ muffin មួយប្រភេទដែលវាមានរាងទន់ហើយស្រដៀង cake ប៉ុន្តែវារបៀបធំជាងពែងកូនពែងបន្តិចទេហើយវាមាន chocolate chip ឬក៏គេហៅថាដុំសូកូឡាទូចៗនេះនៅពីលើឬក៏នៅខាងក្នុងហើយគេញ៉ាំភាគច្រើនជា breakfast ជាហាពេលព្រឹកឬក៏ជា snack ឬក៏គេញ៉ាំជាមួយកាហ្វេអីជាដើមអញ្ចឹងរូបមន្តចាំខ្ញុំទៅសេដាក់នៅលើហ្នឹងឥឡូវយើងចាប់ផ្ដើមធ្វើហើយចាអញ្ចឹងឥឡូវនេះគឺយើងវាយក្រុមទី1ឲ្យលីស្ករសិនក្រុមទី1គឺមានស្ករពងហើយនិង fresh meal នឹងឯងហើយបន្ទាប់មកគឺគេចាក់ក្រុមទី2ចូលក្រុមទី2គឺមាន cake flour cacao powder ហើយ baking powder ហើយនិងអំបិលនេះហើយអាហ្នឹងគឺគេរែងបងប្អូនម្សៅ cake flour ចាគេរែងហើយបន្ទាប់មកគេចាក់ចូលចាមុនហ្នឹងគឺយើងរៀបពុំដាក់ឲ្យអញ្ចឹងណាពុំ muffin គឺគេប្រើពុំនោះឯងចានេះហើយ cacao powder baking powder និងអំបិលហ្នឹងហើយកូរវាឲ្យសព្វបងប្អូនហើយបន្ទាប់មកដាក់ក្រុមទី3ចូលក្រុមទី3គឺមាន corn oil ឬក៏ប្រេងនឹងឯងចាចាក់ចូលកូរវាឲ្យសព្វបន្ទាប់មកដាក់ក្រុមទី4ចូលដែរក្រុមទី4ចូលហ្នឹងគឺ chocolate chip នឹងឯងនេះគេអាចដាក់ពីខាងក្រោមក៏បានរោយពីលើក៏បានឬក៏កូរច្បល់ជាមួយវាក៏បានដែរចានំនេះគឺលឿនឆ្ងាញ់ហើយស្រួលធ្វើទេចាអញ្ចឹងពេលដែលកូរសព្វចូលលបាយហើយចាគឺយើងចាក់ដាក់ពុំយកតែម្ដងដើម្បីដុតចានេះពុំនេះណាពុំ muffin នឹងឯងចាអ្នកណាដែលគាត់ចូលចិត្តសូកូឡាឬក៏ muffin អីគឺនំនេះត្រូវមែនតែនញ៉ាំជាមួយកាហ្វេរបៀបឈិលអីចឹងទៅចាបន្ទាប់មកគឺយើងចាក់ឲ្យពេញគ្រប់ពុំទាំងអស់ហ្នឹងហើយគឺយើងរោយ chocolate chip ពីលើឬក៏ដុំសូកូឡាទូចហ្នឹងពីលើដែរចាហើយបន្ទាប់មកគឺយើងនឹងដាក់ដុតវាក្នុងសីតុណ្ហភាព200 លើ 160ខាងលើ200ខាងក្រោម160រយៈពេល18ឬក៏20នាទីចាអញ្ចឹងនេះគឺជាលទ្ធផលចា chocolate chip muffin ស្អាតមែនទែនឡើងនឹងក្បោះឡើងកំពុងតែម្ដងអូខេអញ្ចឹងនំឆ្អិនហើយវីដេអូយើងក៏មានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការទស្សនាជួបគ្នាវីដេអូក្រោយ See you